ទី3សុខសប្បាយជាទេយ៉ាម៉េចពួកវាទាំងអស់គ្នានោះមិនស័ក្តិសមជាដៃគូរបស់ឯងក៏ប៉ុន្តែឯងមានចាំទេថ្ងៃនេះគឺជាថ្ងៃអ្វីដែរឯងភ្លេចហើយហ៎នេះគឺជាថ្ងៃដែលបងធំស្លាប់ឯងមានចាំថាយើងជាចោតទាំង7រួមស្លាប់រស់ជាមួយនឹងគ្នាដែរទេឯងសម្រាប់បងធំព្រោះតែស្រីនេះម្នាក់តែប៉ុណ្ណោះអានរស់ឈ្ងន់ឯងនិយាយកុហកនាងទេឈ្ងន់នោះវានេះកាលពីមុនក៏ជាគ្នារបស់យើងដែរវាគឺជាចោតព្រៃដែលសម្រាប់មនុស្សមិនយើងដែរតែនាងបែរជាមិនដឹងអីយើងមិនជឿទេមីងសៀបងមិនដូចគេនិយាយនោះទេបើកុំតែក្បត់អង្គការរបស់យើងក៏មិនធ្លាក់ខ្លួនចឹងដូចនេះដែរបងធំរបស់យើងល្អនឹងឯងណាឯងនៅតែលើកដៃសម្រាប់គាត់ទៀតយើងដឹងថាឯងគឺជាមនុស្សឈួតអាក៏ពើវងវិញបឹងឯងធ្វើជាខ្លាលាក់ក្រចកហើយបែរជាមកខំបងធំយើងទៅពេលដែលចាំបាច់ឯងសម្រាប់ថាមកលាក់ខ្លួននៅទីនេះបានសុខហ៎បងធំស្លាប់ទៅហើយពេលនេះយើងគឺជាបងធំវិញម្ដងបើឯងខ្លាហានមិនបាច់ទទួលស្គាល់យើងទេយ៉ាងម៉េចអាកុំលោកឯងគ្មាននៅឃើញស្អីទេថ្ងៃនេះយើងអាចមកបាត់ព្រឹករបស់ឯងមីងសៀទោះបងជាអ្វីក៏ដោយខ្ញុំរកក្បេះបងជានិច្ចយើងទាំងពីរអ្នកមិនបែកគ្នាទេ你去邊我就去邊。
សម្រាប់យើងមកចោះក្រែចោះសម្រាប់យើងមែនទេឯងខ្លាចយើងសម្រាប់ប្រពន្ធរបស់ឯងសម្រាប់យើងវិញមកទើបឯងឈ្នះឯងសម្រាប់យើងមកទើបឯងឈ្នះយើងសម្រាប់យើងមកឯងបានទទួលចម្លើយហើយណាតែខ្ញុំយល់ថាខ្ញុំផ្សេងពីលោកពិតជាផ្សេងគ្នាមែនលោកខ្លាចទេមែនខ្លាចต้องលះបង់ច្រើនតែទទួលផលតិចឲ្យតែទទួលបានជោគជ័យទោះជាត្រូវលះបង់ប្រមាណក៏មិនស្ដាយដែរឯងពិតជាចង់សម្លាប់គេម្នាក់នោះមែនពិតមែនហើយអាពីងខ្ញុំជាអ្នកនិយាយណោះយកកាំភ្លើងនេះត្រឡប់ទៅវិញទៅបើសិនជាយល់ថាសម្រាប់យើងឲ្យបានលេខ1នោះសម្រាប់យើងមិនចោះយើងគង់តែសម្រាប់ឯងទេទោះជាយើងស្លាប់ទៅក៏យើងមិនតូចចិត្តដែរពីព្រោះយើងសម្រាប់មនុស្សអស់ច្រើនណាស់ពួកគេសុទ្ធតែជាមនុស្សស្លូតត្រង់សុទ្ធតែស្លាប់ក្រោមដៃរបស់យើងទាំងអស់យើងមិនចង់ដើរជាន់បានចាស់ទៀតទេយ៉ាងម៉េចហើយស្មានថាដោយសារនេះម្នាក់នេះយើងមិនហ៊ានសម្លាប់ឯងឲ្យតែឈ្នះអ្វីក៏យើងហ៊ានធ្វើដែរមានរឿងខ្លះយើងគ្រាន់បើជាងឯងឆ្ងាញ់ណាហើយមានរឿងខ្លះទៀតឯងក៏គ្រាន់បើជាងយើងឆ្ងាញ់ដែរឯងមានគូស្នេហ៍ម្នាក់ដែលហ៊ានលះបង់អ្វីដើម្បីឯងដើម្បីឯងគ្រប់បែបយ៉ាងឯងគួរតែមានមោទនភាពទៅទោះជាបងមានអ្វីក៏ដោយឲ្យតែខ្ញុំបានលើកបោះបង់កំណត់នេះទៅលើសទៀតយើងមិនបោះបង់តែងាយនោះទេបើអញ្ចឹងបែរសម្រាប់យើងមិនចុះ